ចាសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយតាក់ទងជាមួយនឹងការមើលការងារនៅលើគេហទំព័រ bongthom.com អញ្ចឹងឥឡូវគឺយើងមកមើលការងារនៅលើ website នៅលើទូរស័ព្ទដៃហើយយើងមើលជាភាសាខ្មែរអញ្ចឹងថ្ងៃនេះគឺយើងមកមើលការងារខាងផ្នែកជំនាញទាបនិងការងារវិស័យពលកម្មអញ្ចឹងនឹកមើលការងារហ្នឹងគឺយើងចូលទៅតាមណានៅទំព័រមុខហ្នឹងគឺយើងឃើញពាក្យថាដំណរភ្ជាប់បន្ទាន់យើងចុចទៅលើហ្នឹងទៅហើយយើងឃើញពាក្យការងារជំនាញចាយើងឃើញពាក្យការងារជំនាញទាបឬមួយក៏ការងារវិស័យពលកម្មអញ្ចឹងនៅក្នុងហ្នឹងគឺយើងឃើញការងារទាំងអស់ជំនាញទាបហ្នឹងយ៉ាងម៉េចវិស័យពលកម្មយ៉ាងម៉េចគឺសំដៅទៅលើមុខតំណែងមិនខ្ពស់ហើយតម្រូវការក៏មិនច្រើនហើយមិនខ្ពស់ដែរមានន័យថាមិនត្រូវការកម្រិតសិក្សាខ្ពស់ណាចាហ្នឹងគឺសម្រាប់ការងារជំនាញទាបឬមួយក៏វិស័យពលកម្មហ្នឹងចាអញ្ចឹងដូចជាការងារផ្នែកខាងចាមុខតំណែងណាន់នេះអ្នកមើលក្មេងចាកម្មករថែទាំចា driver អ្នកបើកបរហើយនេះគឺ personal driver អ្នកបើកបរផ្ទាល់ខ្លួនអ្នកបើកបរចានិងសម្រាប់អ្នកឯកទេសថែទាំសួនចាអញ្ចឹងអ្នកឯកទេសថែទាំសួនឬសន្តិសុខនិងស្ត្រីមើលថែទាំកុមារក៏ដូចជាអ្នកធ្វើម្ហូបចាហ្នឹងហើយអញ្ចឹងហ្នឹងគឺសុទ្ធតែជាការងារដែលមានមុខតំណែងទាបមិនតម្រូវការខ្ពស់ដែលយើងសម្រាប់យើងអ្នកដែលមិនបានសិក្សាដែលយើងមានជំនាញទាំងអស់ហ្នឹងគឺយើងអាចចូលធ្វើការបានហើយចាអញ្ចឹងមិនថាជំនាញទាបជំនាញខ្ពស់ទេយើងសុទ្ធតែមានការងារធ្វើទាំងអស់ហើយនៅក្នុងជំនាញទាបហ្នឹងគឺសម្រាប់យើងដែលការងារមុខតំណែងទាបមិនតម្រូវការការងារខ្ពស់ដូចជាសន្តិសុខអញ្ចឹងយើងចុចទៅលើហ្នឹងទៅចានៅខាងសន្តិសុខនេះគឺនៅខាងក្រុមហ៊ុន HM Grand Central Hotel អញ្ចឹងនៅខាងសន្តាគារណាគាត់ត្រូវការបុគ្គលិកផ្នែកសន្តិសុខអញ្ចឹងនៅក្នុងនោះគឺយើងចុចទៅលើសន្តិសុខហ្នឹងទៅគឺយើងមកដល់ការងារហ្នឹងហើយចាអញ្ចឹងយើងមើលតម្រូវការងារហ្នឹងគឺយើងធ្វើការនៅសន្តាគារហើយទីតាំងនៅភ្នំពេញណាចាអញ្ចឹងប្រាក់ខែគឺចរចាគ្នាបានការងារពេញម៉ោងអញ្ចឹងតាក់ទងជាមួយនឹងការងារដែលយើងត្រូវធ្វើហ្នឹងគឺអត់មានច្រើនទេប៉ុន្តែយើងដឹងហើយខាងផ្នែកសន្តិសុខគឺយើងធ្វើអីគេខ្លះនៅក្នុងហ្នឹងបើទោះបីគេមិនដាក់នៅទីនេះច្រើនប៉ុន្តែគឺអាចមានការងារច្រើនជាងអ្វីដែលគេបានបង្ហាញហ្នឹងអញ្ចឹងមុនពេលដែលយើងដាក់ពាក្យហ្នឹងគឺយើងសួរគេឲ្យច្បាស់ដែរចាហ្នឹងហើយនៅក្នុងហ្នឹងគឺយើងចេះតែជំនាញទូទៅចេះនិយាយភាសាអង់គ្លេសសាមញ្ញតិចតួចហ្នឹងគឺបានហើយណាហើយបើយើងចាប់អារម្មណ៍គឺយើងរៀបចំប្រវត្តិរូបសង្ខេបឬក៏លិខិតអមហ្នឹងទៅជាមួយទៅយើងដាក់ចាទីតាំងគឺបង្ហាញនៅទីនេះតែម្ដងលេខទូរស័ព្ទទំនាក់ទំនងក៏នៅទីនេះដែរប្រសិនបើយើងចេះប្រើប្រាស់អ៊ីមែលគឺយើងផ្ញើទៅអ៊ីមែលគាត់ទៅណាហើយបើមិនអញ្ចឹងទេគឺយើងចុចទៅលើដាក់ពាក្យឥឡូវនេះទៅគឺយើងអាចដាក់ពាក្យតាមរយៈបងធំបានណាចានេះគឺជាការងារខាងជំនាញទាបចាចឹងគឺយើងមកមើលការងារផ្សេងទៀតដែលនៅក្នុងផ្នែកជំនាញទាបឬក៏ពលកម្មនឹងដែរចាអញ្ចឹងឥឡូវគឺយើងមកមើលផ្នែកខាងឯកទេសចានៅខាង Human អាណាចក្រ Estate Co Ltd ចា Human អាណាចក្រ Estate Co Ltd ចឹងក្រុមហ៊ុនគាត់ត្រូវការអ្នកឯកទេសថែទាំសួនចាអញ្ចឹងអ្នកឯកទេសថែទាំសួនហ្នឹងអញ្ចឹងនៅក្នុងហ្នឹងគឺយើងទីតាំងនៅភ្នំពេញណាចាអញ្ចឹងគឺយើងចេះភាសាខ្មែរហើយប្រាក់ខែក៏ចរចាគ្នាបានដែរនៅក្នុងទីនេះគឺតម្រូវការងារដែលគេដាក់បង្ហាញហ្នឹងគឺយើងមើលឃើញហើយណាមានការងារអីគេខ្លះហើយតកតងជាមួយនឹងតម្រូវការហ្នឹងគឺយើងចេះជំនាញថែទាំសួនចាសម្រាប់ការងារថែទាំសួនគឺមានច្រើនកន្លែងសម្រាប់ឲ្យយើងធ្វើការចាហ្នឹងហើយអញ្ចឹងសម្រាប់អ្នកដែលគាត់ចេះជំនាញហ្នឹងគឺមានការងារធ្វើច្រើនចាហើយតកតងជាមួយជំនាញទុនហ្នឹងឯងគេជំនាញទុនហ្នឹងគឺជាអ្វីដែលយើងមាននៅក្នុងខ្លួនរបស់យើងដូចជាភាពស្មោះត្រង់ចាភាពស្មោះត្រង់អត់ធ្មត់ឧស្សាហ៍ព្យាយាមហ្នឹងហើយនឹងមានសិលធម៌ល្អហ្នឹងគឺជំនាញទុនហើយចាហ្នឹងហើយអញ្ចឹងហ្នឹងគឺជាអ្វីដែលខាងក្រុមហ៊ុនគាត់តម្រូវការណាចាចេះគោរពពេលវេលាអញ្ចឹងហ្នឹងគឺជំនាញទុនរបស់យើងហើយយើងមានទាំងអស់ហ្នឹងហើយ
គឺពិតជាត្រូវតែម្ដងណាបើយើងចាប់អារម្មណ៍ចង់ដាក់ពាក្យការងារហ្នឹងគឺយើងតាក់ទងទៅលេខទូរស័ព្ទគេមាន2ខ្សែនៅខាងក្រោមនេះហើយយើងមើលទីតាំងយើងត្រូវចេះឆែកទីតាំងក្រុមហ៊ុនដែរពេលដែលគេដាក់ទីតាំងឲ្យហ្នឹងគឺយើងចេះឆែកនៅក្នុង Google មើលថាចម្ងាយផ្ទះយើងហើយនឹងការងារហ្នឹងគឺឆ្ងាយប៉ុណ្ណាហើយយើងអាចធ្វើបានទេចាអញ្ចឹងលេខចានៅក្នុងនេះបើយើងចាប់អារម្មណ៍គឺយើងតាក់ទងទៅតាមលេខទូរស័ព្ទហ្នឹងឬមួយក៏យើងដាក់ពាក្យតាមដាក់ពាក្យអីលើនេះនឹងតាមរយៈបងធំក៏បានដែរចាហ្នឹងហើយអញ្ចឹងឥឡូវគឺតាក់ទងជាមួយជំនាញទាបហ្នឹងគឺប៉ុណ្ណឹងណាចាហើយនៅក្នុងគឺយើងដឹងហើយថាការងារជំនាញទាបនៅទីនេះគឺវាមានច្រើនទៀតណាតែយើងមិនអាចមើលទៅទាំងអស់ទេតែយើងឃើញហើយណាអ្នកបើកបរហើយនឹងអ្នកថែទាំអីហ្នឹងកម្មករថែទាំហ្នឹងគឺយើងចាប់អារម្មណ៍គឺយើងចុចទៅលើការងារហ្នឹងទៅណាហើយយើងឃើញព័ត៌មានទាំងអស់ហ្នឹងហើយសម្រាប់ថ្ងៃហ្នឹងគឺយើងយល់ដឹងអំពីការងារជំនាញទាបគឺមានប៉ុណ្ណឹងហើយសូមជូនពរពួកយើងមានសំណាងល្អជោគជ័យទាំងអស់គ្នាចា៎